នៅក្នុងជីវិតពេលខ្លះយើងមានអារម្មណ៍ថាគ្មានអ្វីឲ្យយើងក្តាប់ចុបឡើយពេលត្រូវគេដែលយើងជឿទុកចិត្តក្បត់ជួបបញ្ហាហិរញ្ញវត្ថុឬឈឺជំងឺភ្លាមតើយើងគួរពឹងផ្អែកលើអ្វីសប្តាហ៍ថ្ងៃមនុស្សស្វែងរកភាពសុខសាន្តដោយទិញធានារ៉ាប់រងបង្ហោះក្តីបារម្ភនៅលើបណ្ដាញសង្គមឬទៅពិគ្រោះជាមួយអ្នកជំនាញផ្នែកចិត្តសាស្ត្រប៉ុន្តែទោះបីយើងខិតខំប៉ុណ្ណាក្តីភ័យខ្លាចនឹងការព្រួយបារម្ភនៅជម្រៅបេះដូងនៅតែមិនងាយរលាយបាត់ដាវីតក៏ធ្លាប់ស្ថិតក្នុងស្ថានភាពបែបនេះដែរមុននឹងក្លាយជាស្ដេចគាត់ត្រូវរត់គេចឥតឈប់ជីវិតត្រូវគំរាមនិងត្រូវគេជិតស្និទ្ធក្បត់ប៉ុន្តែគាត់បានសារភាពថាព្រះយេហូវ៉ាជាធម្មតាជាបន្ទាយនិងជាអ្នកជួយសង្គ្រោះខ្ញុំពីសាមយូអែល22:2ធម្មតាគឺជាថ្មរឹងមាំដែលមិនផ្លាស់ប្ដូរនៅក្នុងលោកដែលប្រែប្រួលឥតឈប់នេះការសារភាពថាមានព្រះអង្គមួយដែលអាចពឹងផ្អែកបាននិងមិនរង្គើនេះផ្ដល់កម្លាំងចិត្តដល់យើងធម្មតានេះមិនត្រឹមតែការពារយើងប៉ុណ្ណោះទេប៉ុន្តែថែមទាំងនាំយើងទៅកាន់ផ្លូវថ្មីធម្មតានេះគឺជាព្រះដែលលើកយើងឲ្យឈរឡើងនិងធ្វើឲ្យយើងដើរបន្តហើយនៅក្នុងគម្ពីរសញ្ញាថ្មីធម្មតានេះសំដៅទៅលើព្រះយេស៊ូវគ្រីស្ទ1កូរិនថូស10:4ចែងថាធម្មតានោះគឺជាព្រះគ្រីស្ទព្រះយេស៊ូវជាអ្នកដែលយើងអាចក្តាប់ជាប់នៅពេលយើងរង្គើព្រះអង្គមិនដែលផ្លាស់ប្ដូរនិងបានទទួលយកអំពើបាបនិងការភ័យខ្លាចទាំងអស់របស់យើងប្រសិនបើជីវិតរបស់យើងកំពុងដួលរំលំថ្ងៃនេះយើងត្រូវឈរឡើងវិញនៅលើធម្មតានេះកុំពឹងផ្អែកលើអារម្មណ៍ស្ថានភាពឬមនុស្សផ្សេងប៉ុន្តែចូលប្រគល់ជីវិតរបស់យើងទៅឲ្យព្រះអង្គដែលមិនដែលផ្លាស់ប្ដូរបងប្អូនឲ្យចូលបើកចិត្តរបស់អ្នកទៅកាន់ព្រះយេស៊ូវឥឡូវនេះព្រះអង្គនឹងក្លាយជាធម្មតារបស់អ្នក